សាច់កណ្ដូបបុកស្រូវមួយក្បាលនេះគឺបានបាត់ក្បាលរបស់វាទៅហើយក៏ប៉ុន្តែវាគឺមិនបានបាត់បង់ការរួមភេទរបស់វានោះឡើយកណ្ដូបញីកំពុងតែតាក់ទាញវាដោយសារធាតុគីមីម្យ៉ាងគេហៅថា pheromone ដ៏ស្រើបស្រាលរបស់វាកណ្ដូបញីគឺវាមានទំហំធំជាងហើយមានអាវុធក៏ធំសម្បើមដែរក៏ប៉ុន្តែសម្រាប់កណ្ដូបឈ្មោលកណ្ដូបញីគឺមានក្លិនក្រអូបពិសេសណាស់ចំណែកឯកណ្ដូបញីវិញមើលទៅកណ្ដូបឈ្មោលនេះគឺគួរឲ្យចង់ឆីណាស់កណ្ដូបញីនៃពពួកសត្វនេះគឺស៊ីក្បាលរបស់ដៃគូវាមុនគេអ្វីត្បិតតែកណ្ដូបឈ្មោលវាបាត់បង់ក្បាលក៏ប៉ុន្តែវាមិនបាត់បង់នៅការរួមភេទនោះឡើយអ្វីដែលគួរភ្ញាក់ផ្អើលនោះគឺរាងកាយរបស់វាបើទោះបីជាគ្មានក្បាលក៏នៅតែអាចមានលទ្ធភាពនៅក្នុងការតោងជាប់ទៅនឹងខ្លួនកណ្ដូបញីបានដែរពោះរបស់វានឹងបន្តរួមរស់ជាមួយទៅនឹងកណ្ដូបញីនោះអស់រយៈពេលជាច្រើនម៉ោងមុនពេលដែលសញ្ញានៃជីវិតទាំងអស់របស់វាក៏បានផុតរលត់ទៅយុទ្ធសាស្ត្រនេះមើលទៅគឺគួរឲ្យភ័យខ្លាចក៏ប៉ុន្តែការផ្ដល់ឲ្យកណ្ដូបញីនៅបរិមាណប្រូតេអ៊ីនយ៉ាងច្រើនដែលកណ្ដូបញីនោះអាចនឹងយកទៅបង្កើតពងបានកាន់តែច្រើនដូច្នេះទោះបីជាបាត់បង់ក្បាលក៏ដោយក៏កណ្ដូបឈ្មោលនេះនៅតែបន្សល់ពូជពងរបស់វានៅក្រោយពេលស្លាប់ផងដែរ